បាទសម្រាប់វីដេអូនេះខ្ញុំចង់បង្ហាញពីរបៀបក្នុងការ set hostname របស់ server របស់យើងអញ្ចឹងសម្រាប់ដំបូងយើងអាច check មើលតើ hostname យើងបច្ចុប្បន្ននេះគឺឈ្មោះគេអញ្ចឹងយើងប្រើ comment ថា hostname ធម្មតាអញ្ចឹងទៅយើងគឺឈ្មោះថា Ubuntu ឬក៏ hostname CTL ដូចគ្នាអញ្ចឹងកន្លែង static hostname គឺ Ubuntu ដូចគ្នាអញ្ចឹងដើម្បីធ្វើការ set hostname ថ្មីយើងប្រើ comment ថា sudo host name CTL ហើយយើង set hostname ថ្មី hostname ដាក់ឈ្មោះថា Citic អញ្ចឹងដូរទៅឈ្មោះថា Citic យើង enter បានអញ្ចឹងមួយទៀតដើម្បីធ្វើបន្តទៀតយើងត្រូវប្រើ comment ថា sudo nano etc/host អញ្ចឹងយើងត្រូវបដូរកន្លែងនេះទៅឈ្មោះhostname ថ្មីដែលយើងចង់បានអញ្ចឹងឈ្មោះថា Citic បន្តមកយើង Ctrl X ហើយយើងវាយដើម្បី save ធ្វើបានអញ្ចឹងដើម្បី check ថា hostname យើងបានបដូរហើយនៅយើងអាចប្រើ comment ដូចដំបូងអញ្ចឹងវាយពាក្យថា host name ចឹងមកបាទ Citic ហើយនឹង hostname CTL អញ្ចឹងគឺបានបដូរអញ្ចឹងដើម្បីដឹងថាវាបដូរប៉ុណ្ណមែនយើងអាចធ្វើការ reboot វាមួយសិនទៅអញ្ចឹងយើងអាចសារ log ចូលសារថ្មីបានដើម្បីយើងធ្វើការ verify តើវាបានដូរទៅឈ្មោះ hostname ថ្មីហើយនៅអញ្ចឹងយើង log ចូលក្នុង server របស់យើងមកដើម្បី clear លឿនយើងអាចចុច Ctrl L បានអញ្ចឹងយើងអាចsearch ថា hostname បាទគឺបានបដូរឬក៏ hostname CTL អញ្ចឹងហើយមួយទៀតហ្នឹងយើងអាច check comment ថា sudo nano /etc/host អញ្ចឹងគឺបានបដូរទៅឈ្មោះថា Citic កន្លែងនេះបាទកន្លែង Rocky ដែលខ្ញុំអង្គលនេះអញ្ចឹងឃើញថាដូរបានជោគជ័យហើយអញ្ចឹងសម្រាប់វីដេអូក្នុងការធ្វើការ change ទៅលើ hostname នេះគឺមានតែប៉ុណ្្នឹងអរគុណច្រើន